បាទសួស្តីបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់រាប់អានសូមស្វាគមន៍មកកាន់វីដេអូទី1របស់ខ្ញុំបាទវីដេអូនេះយើងនឹងមកធ្វើការដោះស្រាយលំហាត់នៅក្នុងមេរៀនចំនួន complex បាទអញ្ចឹងលំហាត់ទី1របស់យើងគេដាក់ថាសរសេរ z ជារៀងណាបាទជារៀង z ស្មើនឹង a បូក b be យើងសរសេរមកបាទសរសេរបាទ z ជារៀង z ស្មើ a បូក b be z ស្មើនឹង a បូក be នេះគេហៅថាទម្រង់បិគណិតណាបាទគេហៅថាទម្រង់បិគណិតនៃចំនួនcomplex ហើយក៏គេអាចហៅម្យ៉ាងទៀតថាជាទម្រង់ស្តង់ដារបាទដែល a និង b គឺជារបស់ a ហើយ a គេហៅថាផ្នែកពិត b គេហៅថាផ្នែកនេះនិមិត្តបាទចេញមើលលំហាត់ទី1របស់យើងលំហាត់ទី1គេឲ្យ z ស្មើនឹង3បូក 2e បូកជាមួយនឹង4ដក e បូក 3e បាទគេធ្វើយ៉ាងម៉េចណាបាទនេះគឺយើងអាចលុបសញ្ញាវងកញ្ចក់នេះបានណាបាទយើងអាចលុបសញ្ញាវងកញ្ចក់នេះបានយើងស្រង់នៅក្នុងដាក់មកវិញចឹងយើងបាន3បូកជាមួយនឹង 2e បាទបូកនឹងអានេះដូចគ្នាដែរយើងអាចលុបសញ្ញាវងកញ្ចក់នេះបានហើយយើងស្រង់លេខខាងក្នុងដាក់វិញគឺ4ដក e ហើយបូកជាមួយនឹង3e រួចយើងបូកដកបានដោយយកផ្នែកពិតបូកតាមផ្នែកពិតណាផ្នែកពិតមានថាផ្នែកដែលអត់មាន e 4បូកនឹង3បូកនឹង4គឺយើងបាន7ណាជាងបាន7អានេះ 2e ដក e ស្មើនឹងបូក e បូក 3e គឺស្មើនឹង4e ជាងយើងបាន7បូក4e បាទជាចម្លើយចុងក្រោយរបស់យើងបាទឥឡូវមើលលំហាត់លេខ2បាទលេខ2គេឲ្យ z ស្មើ8ដក e បូកជាមួយនឹង5បូក 3e ដក 3បាទអញ្ចឹងអានេះដូចគ្នាដែរបាទយើងអាចលុបវងកញ្ចក់បានគឺស្មើនឹងសំទោស្មើនឹង8ដក e បាទយើងលុបសញ្ញាវងកញ្ចក់នេះចោលអានេះបូក5បូក 3e ដក 3អស់ណាជាស្មើទៀតគេយក8បូក5សញ្ញាបូកនេះជាសញ្ញាបូកលេខ5ណា8បូក5គឺយើងបាន13ដក3គឺស្មើ10រួចដក e ដកនេះសញ្ញាដក1ដកនេះគឺមានដក1បូក3គឺស្មើនឹងបូក2អញ្ចឹងយើងបានបូក2e បាទនេះចម្លើយចុងក្រោយរបស់យើងសុំមួយទៀតលេខ3ណាបាទសុំមួយទៀតលេខ3បាទលេខ3គេឲ្យ z ស្មើនឹងដក3បូក 5e បូក 9ដក 4e
បូកជាមួយនឹង4ដក3 3e បាទប្រធានគេអុយប៉ុណ្ណេះណាគេធ្វើយ៉ាងម៉េចចេញដល់មកស្មើយើងអាចលុបវងសញ្ញាវងកញ្ចក់បានគឺដក3បូកជាមួយនឹង 5e បាទតួទី2គឺ9ដក 4e តួទី3គឺ4ដក3 3e បាទចឹងមកចោលទៅបានប៉ុណ្ណេះរួចគេយក13បូក9ណា13បូក9សញ្ញាតាមលេខ9សញ្ញាបូកបាទស្មើនឹង6 6បូក4គឺស្មើ10 5e ដក 4e សល់ 1e 5ដក4សល់1ណា1ដកនឹង3គឺស្មើដល់2ដល់12 2e បាទចំណុចចុងក្រោយយើងគឺសិតស្មើនឹង10ដក2 2e បាទចឹងសម្រាប់លំហាត់ថ្ងៃនេះគឺយើងចប់តែប៉ុណ្ណេះបាទសូមអរគុណ